ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានសេចក្តីជូនដំណឹងមួយមកចែករំលែកជូនបងប្អូនស្ដីពីការប្រគល់សិទ្ធិជូនអ្នកតំណាងឬភ្នាក់ងារក្នុងការចុះបញ្ជីពាណិជ្ជកម្មមេត្តាជ្រាបថាអ្នកអង្គការលោកស្រីដែលជាស្ថាបនិកឬពាណិជ្ជករទាំងអស់អាចធ្វើការស្នើសុំចុះបញ្ជីពាណិជ្ជកម្មជាទម្រង់សហគ្រាសឯកបុគ្គលក្រុมហ៊ុនសហកម្មសិទ្ធិឬក្រុមហ៊ុនមូលធនបានដោយខ្លួនឯងតាមរយៈគេហទំព័រwww.registrationservice.gov.kh ក្នុងករណីអ្នកអង្គការលោកស្រីប្រគល់សិទ្ធិឲ្យបុគ្គលជាអ្នកតំណាងក្នុងការចុះបញ្ជីពាណិជ្ជកម្មជាទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិឬក្រុមហ៊ុនមូលធនជំនួសខ្លួននោះបុគ្គលដែលទទួលសិទ្ធិជាអ្នកតំណាងត្រូវតែជាភ្នាក់ងារចុះបញ្ជីពាណិជ្ជកម្មដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មមានរាយនាមក្នុងបញ្ជីព័ត៌មានលម្អិតស្ដីពីអ្នកតំណាងឬភ្នាក់ងារក្នុងការចុះបញ្ជីពាណិជ្ជកម្មបងប្អូនអាចអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬចុច like ឬ comment នៅខាងក្រោមនេះសូមអរគុណ